បាទជំរាបសួរខ្ញុំបាទ Kevin ចូលមកជួបលោកអ្នកសិក្សាជាបន្តទៀតហើយក្នុងកម្មវិធីសិក្សាភាសាអង់គ្លេសថ្នាក់ត្រៀមបាទថ្នាក់ត្រៀមដើម្បីចូល beginner អូខេ pre beginner អូខេអូខេឥឡូវខ្ញុំបានចូលដល់មេរៀនទី4ហើយគឺថាคลิปមុនយើងបានចប់មួយคลิปហើយឥឡូវคลิปនេះគឺជាคลิปប្រហែលជាคลิปចុងបញ្ចប់ក្នុងមេរៀនទី4ហ្នឹងហើយបាទអូខេឥឡូវយើងចូលដល់ conversation អូខេចូលដល់ការសន្ទនា Henry ឥឡូវយើងចាប់ផ្ដើមអានហើយបកប្រែតែម្ដងអូខេ Hello I have just moved into my apartment សួស្ដីខ្ញុំទៅតែបានផ្លាស់ទីលំនៅមកកាន់ apartment ថ្មីរបស់ខ្ញុំមកកាន់ apartment របស់ខ្ញុំគឺថា apartment គឺថាបន្ទប់នៅអូខេបន្ទប់ជួលបន្ទប់ដែលគេជួលហាក់បីដូចជាផ្ទះល្វែងអញ្ចឹងណាមកល្វែងដែលគេជួលហ្នឹងហៅថា apartment អូខេ Hello I have just okay I have just moved into my apartment ខ្ញុំទៅតែបានផ្លាស់ប្ដូរមកកាន់ apartment របស់ខ្ញុំអូខេ I need the gas turn on ខ្ញុំត្រូវការgas ណា gas ហ្នឹងគឺថាសពនេះគេហៅប្រើ gas ចឹងគេប្រើ gas ខ្ញុំត្រូវការបើក gas ខ្ញុំត្រូវការឲ្យ gas ហ្នឹងបើកដូចថាដើម្បីឲ្យយើងមាន heat ទី1មាន heat ទី2ដូចថាទឹកហ្នឹងវាអាចជាទឹកក្តៅទឹកអីហ្នឹងគេហៅប្រើ gas ហើយអូខេហ្នឹងហើយអញ្ចឹងទៅគេថាយើងបង់ gas ហ្នឹង bill gas ហ្នឹង gas bill ហ្នឹងមានន័យថាគូបង់ទៅលើថ្លៃទឹកក្តៅហើយនឹងថ្លៃ heat ជាដើមអូខេចឹងគេថា I need the gas turn on ខ្ញុំត្រូវការបើក gas អូខេហើយបានអញ្ចឹងលោក person B គេថា Okay what's your name please តើអ្នកឈ្មោះអ្វីដែរគាត់ឈ្មោះ Henry Ahmed អូខេ Henry Ahmed ខ្ញុំឈ្មោះ Henry Ahmed Please spell your last name សូមអញ្ជើញសូមមេត្តាប្រកបឈ្មោះត្រកូលរបស់អ្នកអូខេ last name Ahmed 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 អូខេ Thank you អរគុណច្រើន and what's your address and your address 123 West Namomor Street apartment D 3D មានន័យថាគឺលេខ123ខាង West ណាខាង West ហ្នឹង West ហ្នឹងគឺខាងខាងលិចអូខេ West ខាងលិចខាងលិច Namomor ឈ្មោះផ្លូវ Namomor Street apartment D អូខេ apartment 3D អូខេ I'll send somebody over tomorrow between noon and 3 Will someone be there then គេថាខ្ញុំនឹងបញ្ជូនមនុស្សឲ្យទៅកាន់ទីនោះថ្ងៃស្អែកណា send somebody over ឲ្យត្រូវវាថាឲ្យទៅដល់ទីនោះត្រួតពិនិត្យអីចឹងនិយាយចឹង I'll send L មកពី I will send someone over tomorrow ចន្លោះពីថ្ងៃហើយនឹងម៉ោងប្រហែល3ណាតើមានណានៅទីនោះទេចឹងអញ្ចឹងដែរណាអញ្ចឹងមានណាគេនៅទីនោះអត់នឹងខ្ញុំនឹងអូខេខ្ញុំនឹង send គេទៅអូខេ Yes I'll be here បាទខ្ញុំនឹងនៅទីនេះអូខេ I'll be here ខ្ញុំនៅទីនេះ That's fine thank you អូខេអរគុណច្រើនអូខេ Secretary Samok's apartment ណា Samok apartment Hello this is Anna Choki store ណា This is Anna Chotoki I want to talk to the manager ខ្ញុំចង់និយាយជាមួយអ្នកដឹកនាំខ្ញុំចង់និយាយជាមួយ manager ណាជាអ្នកដឹកនាំអ្នកគ្រប់គ្រងខ្ញុំចង់និយាយទៅកាន់អ្នកគ្រប់គ្រង I'm sorry the manager is not here ថាវាយខ្ញុំអត់នៅទីនេះទេអូខេមេខ្ញុំអត់នៅទេ I can take a message ខ្ញុំអាចប្រាប់គាត់បានអូខេ I can take a message អ្នកឯងនិយាយប្រាប់ខ្ញុំមកខ្ញុំអាចទៅប្រាប់គាត់បានប្រាប់គាត់ឲ្យបានណាអូខេគឺថា I can take a message អូខេ take a message អូខេផ្ញើសារខ្ញុំអាចទទួលសារពីអ្នកបានអូខេ Okay please tell her that my sink
ស៊ីងដូចជាស៊ីងទឹកដូចថាទំរសម្រាប់ដាក់ទឹកពេលដែលទឹកចេញតាមទយោមកយើងលាងដៃលាងអីហ្នឹងហៅថា sink sink is leaking okay my sink is leaking 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 អញ្ចឹងអូខេសូមប្រាប់ទៅនាងផងថាស៊ីងរបស់ខ្ញុំវាលេចអូខេ my sink is leaking នេះរូបហ្នឹងគឺរូបស៊ីងហ្នឹង my sink is leaking គឺស៊ីងលេចភាសាខ្មែរនិងអង់គ្លេសដូចគ្នាអូខេហ្នឹងហើយស៊ីងខ្ញុំហ្នឹងវាជ្រាបទឹកវាលេចណា I need to fix as soon as possible ខ្ញុំត្រូវការជួសជុលណាតាមបញ្ញាប់បញ្ញត្តិដែលអាចធ្វើទៅបានអូខេឆាប់នេះតែម្ដងអូខេខ្ញុំចាំបាច់ត្រូវតែជួសជុលវាក្នុងពេលឆាប់ I'll give her the message អូខេខ្ញុំនឹងប្រាប់គាត់ឲ្យអូខេខ្ញុំនឹងប្រាប់នាងឲ្យ as soon as she come in ខ្ញុំនឹងប្រាប់នាងឲ្យណានៅពេលដែលគាត់បានមកដល់អូខេ thank you as soon as នៅពេលដែលគាត់បានមកដល់ as soon as មានន័យថាខ្ញុំប្រាប់នាងឲ្យណាខ្ញុំនឹងប្រាប់គាត់ឲ្យណាខណៈពេលដែលគាត់បានមកដល់ as soon as she come អូខេ Hello I called this morning about my sing សួស្តីខ្ញុំហៅមកកាន់ពេលព្រឹកនេះគឺតាក់ទងអំពីរឿងស៊ីងរបស់ខ្ញុំ It's still leaking វានៅតែលេចដដែលវានៅតែហូរទឹកដដែល When is someone coming to fix it When is someone coming to fix it តើគេថាពេលណាដែលមានគេមកជួសជុលឲ្យខ្ញុំពេលណាដែលមានគេមកជួសជុលឲ្យ Where do you live តើអ្នកឯងរស់នៅណា Where do you live 214 Lake Drive គេថា1214 Lake Drive in apartment 12 ក្នុង apartment ទី12 Maybe I can get someone over there tomorrow ប្រហែលជាខ្ញុំអាចប្រាប់អ្នកណាម្នាក់ឲ្យទៅទីនោះនឹងឲ្យស្អែកអូខេ I can wait until tomorrow I can wait until tomorrow ខ្ញុំមិនអាចរងចាំបានរហូតដល់ថ្ងៃស្អែកទេ The whole door is covered with water គេថា the whole door the whole floor is covered with the water គេថាទឹកវាហូរពេញអស់ណាទឹកវាហូរពេញអស់ floor ហើយនិយាយចឹងទឹកហូរពេញអស់ floor ហើយ The floor is covered with the water ទឹកហូរពេញផ្ទះអស់ហ្មងហើយ Yes someone will be there in a few minutes អូខេនរណាម្នាក់នឹងអូខេមានតិចទៀតមានគេទៅហើយណានៅ 2-3 នាទីទៀតមានគេទៅដល់នោះហើយអូខេ 2-3 នាទីទៀតមានគេទៅដល់នោះហើយអូខេ Someone will be there in a few minutes អូខេ 2-3 នាទីទៀតមានគេទៅដល់អូខេ Class discussion ការពិភាក្សាក្នុងថ្នាក់អូខេ Talk about your experience renting your place or tell about the first home you can remember អូខេគេថាចូលជជែកអំពីបទពិសោធន៍ក្នុងការជួលកន្លែងឬក៏ប្រាប់អំពី first home អំពីផ្ទះលើកទី1ដែលអ្នកអាចចងចាំបានដែលអ្នកស្នាក់នៅលើកដំបូងផ្ទះដែលអ្នកស្នាក់នៅដំបូងផុតដែលអ្នកអាចចងចាំបានយ៉ាងនេះចឹងណា renting your place to live ការជួលកន្លែងដើម្បីរស់នៅ finding a place to live can be easy ការរកកន្លែងដើម្បីរស់នៅអាចជារឿងមួយងាយស្រួលអូខេ look in the newspaper for art អូខេចូលកលេចមើលគេថាឲ្យយើងរកមើលតាមកាសែតដែលគេផ្សាយពាណិជ្ជកម្មណា watch for rent sign in front of the apartment or house ឬក៏ឲ្យយើងរកមើលអូខេ watch for rent សារនេះថាមានផ្លាកសញ្ញាគេដាក់ថា rent គេថា for rent ឬក៏ថា rent នៅពីមុខ apartment ឬក៏ផ្ទះអញ្ចឹងណា ask your family and friend if they know of any place for rent សួរក្រុមគ្រួសារឬក៏មិត្តភ័ក្តិដែលគេដឹងប្រសិនបើពួកគេដឹងកន្លែងដែលជួលអញ្ចឹងណា when you find a place for rent you will have to talk to the landlord អូខេនរណាទៅជា landlord គឺជាម្ចាស់ផ្ទះអូខេនៅពេលដែលអ្នក
ស្វែងរកអូខេនៅពេលដែលអ្នកស្វែងរកកន្លែងសម្រាប់ជួលអ្នកនឹងចាំបាច់ត្រូវនិយាយទៅកាន់ម្ចាស់ផ្ទះ The landlord is a man or woman in charge of the apartment building or house គេថា landlord គឺជាមនុស្សប្រុសឬក៏មនុស្សស្រីដែលទទួលបន្ទុកណាដែលជា in charge of in charge កុំបើពាក្យឆាតកុំអានឆាតអូខេ in charge in charge of to be in charge of មានន័យថាទទួលបន្ទុកគេថាទទួលបន្ទុកអាគារផ្ទះល្វែងឬក៏ផ្ទះអូខេបន្ទប់ជួលឬក៏ផ្ទះ The landlord will ask you to sign a lease ហើយម្ចាស់ផ្ទះនឹងស្នើសុំឲ្យអ្នកចុះហត្ថលេខានៅលើកិច្ចព្រមព្រៀង A lease នឹងមានន័យថាកិច្ចព្រមព្រៀងជួលផ្ទះណា A lease is an agreement ណា between you and the landlord អូខេ A lease គឺជាកិច្ចយល់ព្រមមួយកិច្ចព្រមព្រៀងមួយរវាងអ្នកហើយនឹងម្ចាស់ផ្ទះ It tells you the rule for renting វាប្រាប់អ្នកអំពីច្បាប់ក្នុងការជួលផ្ទះ It tells how much you must pay and when you must pay it គេថាវាប្រាប់អាกระดาษហ្នឹងវាប្រាប់ថាប្រមាណដែលអ្នកត្រូវតែបង់ហើយនៅពេលណាដែលអ្នកត្រូវបង់អូខេYou must follow the rule អ្នកឯងត្រូវតែគោរពតាមច្បាប់នឹងនៅក្នុងកិច្ចសន្យាហ្នឹងលីសហ្នឹង You must pay your rent on time អ្នកឯងត្រូវតែបង់ឲ្យគេតាន់ពេលវេលា If you don't pay your rent the landlord can evict you or kick you out to evict អូខេគេថាបើសិនជាអ្នកមិនបង់ឲ្យគេថ្លៃជួលផ្ទះតាន់ពេលទេThe landlord បើអ្នកឯងមិនបង់ថ្លៃជួលផ្ទះទេបើសិនជាអ្នកមិនបង់ថ្លៃជួលផ្ទះ The landlord can evict you ឬក៏ kick you out អាចបណ្ដេញអ្នកឯងចេញឬក៏ទាត់អ្នកឯងចេញបានអូខេច្រានចេញបានរុញចេញគេថាអាចឲ្យយើងចេញបានអូខេ evict អូខេ to evict អូខេ can evict you ឬក៏ kick you out មែន kick you out ទាត់អ្នកឯងចេញ kick ទាត់ឬក៏ធាក់ចេញណាគេអាចឲ្យយើងចេញបានអូខេចឹង evict ណាពាក្យដែលគេត្រូវប្រើគឺ evict អូខេ The landlord must follow the rule of the lease ហើយម្ចាស់ផ្ទះក៏ត្រូវតែគោរពច្បាប់នៃកិច្ចសន្យានឹងដែរ too If you have problem with apartment or house បើសិនមានបញ្ហាជាមួយនឹងការផ្ទះជួលឬក៏ apartment ផ្ទះល្វែងជួលឬក៏ផ្ទះ The landlord must fix it ណាម្ចាស់ផ្ទះហ្នឹងត្រូវតែជួសជុលវា The landlord must keep your place in good condition ម្ចាស់ផ្ទះត្រូវតែរក្សាណាកន្លែងរស់នៅហ្នឹងឲ្យមានសុវត្ថិភាពល្អ in good condition មានលក្ខណៈល្អ If the landlord does not fix the problem they are the law to protect you បើសិនជាម្ចាស់ផ្ទះហ្នឹងអត់ជួសជុលបញ្ហាហ្នឹងទេមានច្បាប់ខ្លះដើម្បីការពារអ្នក You have right as a renter អ្នកមានសិទ្ធិណាអ្នកមានសិទ្ធិជាអ្នកជាអ្នកជួលអូខេអ្នកមានសិទ្ធិជាអ្នកជួល Never sign a lease កុំ Never sign a lease កុំសាញណាកុំសាញកិច្ចព្រមព្រៀងនឹង Until you understand everything it say ហ្នឹងហើយកុំសាញឲ្យសោះដរាបណាអ្នកមិនយល់អូខេដរាបណាអ្នកមិនយល់នៅអ្វីៗដែលគេនិយាយនៅក្នុងនោះ For example how much is a rent ឧទាហរណ៍ដូចជាចំនួន rent ប្រមាណថ្លៃប្រមាណក្នុងការជួល How much is security deposit ហើយនឹងត្រូវបង់ឲ្យគេប្រមាណអូខេ deposit ណា security សន្តិសុខគេថាការបង់ដើម្បីតម្កល់ជាលុយសន្តិសុខហ្នឹងប្រមាណ On what day of the month is the rent due ហើយថ្ងៃណាគឺជាថ្ងៃដែលត្រូវបង់ថ្លៃជួលហ្នឹង And how much notice must you give to the landlord before moving and ហើយ notice ណាកំណត់សម្គាល់ហើយគេថា how much តើប្រមាណក្នុងការកំណត់សម្គាល់ដែលត្រូវឲ្យទៅម្ចាស់ផ្ទះមុនពេលមូលចូលអូខេចំនួនប្រមាណទៀត How much the notice must the landlord give you ហើយ
ការកំណត់ហ្នឹងការកំណត់ហ្នឹងប្រមាណដែល landlord ហ្នឹងត្រូវបង់ឲ្យអ្នកឯងវិញ and how and when do you get your security deposit back ហើយនៅពេលណាដែលអ្នកឬក៏ដោយរបៀបណាណានៅពេលណាឬក៏ដោយរបៀបណាដែលអ្នកបានទទួលនៅអាលុយដែលយើងកក់ហ្នឹងមកវិញអូខេយើងត្រូវយល់ពីហ្នឹង comprehension check ត្រួតពិនិត្យដើម្បីយល់ដឹងអូខេអញ្ចឹងធ្វើខ្លួនឯងហើយ group work ស្រួលទេគេថាយើងរៀនអានខ្លួនឯងធ្វើខ្លួនឯងអូខេអូខេដល់មានអីពិបាកទេ The drawer will draw the outline of all department building អូខេអត់បាក់អូខេហើយយើងចូលបន្តទៀតមកកន្លែងនេះគាត់ណា grammar point is and are in question and short answer គេថា am I yes I am rồi ha បដិសេធវិញគេថា no am not ណា no am not ឬក៏ am not are you yes you are អញ្ចឹងណាអូខេគាត់ណា grammar point គេអត់មានបញ្ហាអីច្រើនអូខេ practice using am is and are am is are អូខេគេយ៉ា sub to be យោ answer every question with am is are ណា am not is isn't aren't are you renting your mobile home house trailer no ណាយើងអាចថា no am not អញ្ចឹងណា is a lot of crime in your community yes it is អញ្ចឹងណាអូខេអត់បាក់អីហងអូខេតទៀត grammar point how much and how many គេប្រើរបៀបប្រើ how much ហើយនិង how many តើ how much ប្រើយ៉ាងម៉េច you how many with noun you can count គេថាយើងប្រើ how many ជាមួយនឹងនាមដែលយើងអាចរាប់បានដូចជាមួយ2 3ឡើងឡា how many bedroom does this apartment have how many children do you have អាហ្នឹងយើងប្រើ how many អ្វីដែលរាប់បាន and use how much for question about money and other uncountable noun how much is the rent how much meal did you buy ដូចថាចំនួនដែលយើងមិនអាចរាប់បានយើងប្រើ how much អូខេដូចជាលុយ how much money do you want អញ្ចឹងណាអូខេឬក៏ជាមួយនឹង uncountable noun អូខេគឺថានាមដែលរាប់មិនបានអូខេpractice using how much and how many write how much and how many how much water do you want it water how much bathroom how many rice how much community how again how many អូខេរាប់បានអូខេ that's it រៀនខ្លួនឯងធ្វើខ្លួនឯងអូខេឲ្យបានច្រើន grammar point do and does ណា do and does in question and short answer do I do you does he does she does it អីចឹងអាហ្នឹង yes I do yes you do អីចឹងដែរអូខេយើងមើលខ្លួនឯងអូខេរៀនខ្លួនឯងមិនឆាប់ចាស់គ្រូបរៀនអត់សូវចេះទេអូខេគ្រាន់តែយើងស្ដាប់គ្រូខ្លះហើយយើងយកទៅអនុវត្តខ្លួនឯងអូខេឥឡូវយើងចូលដល់សន្ទនាមួយទៀតបាទ conversation Ronson really how many I have you តើខ្ញុំអាចជួយអ្នកបាក់ប្រមាណទៅណា how many I have you I'm calling about apartment in your art which one ខ្ញុំហៅទូរស័ព្ទមកកាន់អ្នកអំពីការផ្សព្វផ្សាយពាណិជ្ជកម្មអំពី apartment ដែលនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកហ្នឹងណា which one ណាមួយ two bedroom apartment on Main Street គេថា apartment ដែលមាន2បន្ទប់នៅលើ Main Street នៅលើវិថី Main Street would you like to see it yes ញ៉ាំចង់ឃើញវាទេ yes okay how about 5 o'clock tomorrow ថ្ងៃស្អែកម៉ោង5យ៉ាងម៉េចដែរ how about ថ្ងៃស្អែកម៉ោង5យ៉ាងម៉េចដែរ okay okay ថ្ងៃស្អែកម៉ោង5យ៉ាងម៉េចដែរ that's fine ល្អតា okay good ល្អតា that's fine I'll meet you there at 5ខ្ញុំនឹងជួបអ្នកនៅទីនោះម៉ោង5 okay hello I'm here to see the apartment
What's your name ខ្ញុំមកទីនេះគេថាសួស្ដីខ្ញុំមកទីនេះដើម្បីមើលផ្ទះជួលហ្នឹងWhat's your name តើលោកឈ្មោះអ្វីដែរ Teresa Lopez okay ឈ្មោះ Teresa okay the apartment is this way Los Lepsis thank you okay ផ្ទះជួលហ្នឹងផ្ទះល្វែងហ្នឹងគឺទៅតាមផ្លូវនេះលោកស្រី Lopez okay អរគុណច្រើន Do you like the apartment តើអ្នកចូលចិត្ត apartment ទេ Yes how much is the rent គឺតម្លៃប្រមាណ $600 a month គេថា$600ក្នុងមួយខែ How much is the security deposit 1 month rent 600គេថាមួយខែជួលដូចគ្នា$600 okay Do you want to rent the apartment Yes I do តើអ្នកឯងចង់ជួល apartment ទេ Yeah ចាបាទអញ្ចឹងណា Okay important word from the conversation គឺពាក្យពិសេសពាក្យសំខាន់បានមកពីការសន្ទនាអូខេ realtor 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 ហ្នឹងគេថាអ្នកនាំយើងទៅជួលផ្ទះនាំយើងទិញផ្ទះគេហៅ real estate អូខេ real estate ណាមកពី real estate realtor អូខេ art មកពី advertisement the rent គឺ rent security deposit អូខេ one month rent two bedroom one month rent អូខេអូខេបកប្រែខ្លួនឯងអូខេpronunciation M N O and P sound okay your teacher will model the sound and the word please repeat them as directed ដែលបានគេបង្ហាញអូខេដែលបានបង្ហាញ please repeat សូមអញ្ជើញ repeat វានេះថាសារជាថ្មីអានសារនិយាយសារថ្មីទៀតថែមទៀតទៅអូខេអ្វីដែលគេបានបង្ហាញអូខេ mobile phone mobile home ផ្ទះចល័តអូខេ map ផែនទី mouse ភាគច្រើន many ច្រើន many money លុយ many ច្រើន money លុយ no no new neighbor niche nice niche nice okay off on okay the October office neighborhood okay October office Ontario pay បង់ថ្លៃ public សាធារណៈ people ប្រជាជន purchase ទិញ part ផ្នែកអូខេ part ផ្នែកអូខេ clap វាតទៀតឡើងសំឡេងចុះឡើង each អូខេ each នីមួយ house មួយ house ផ្ទះ room បន្ទប់ gate លបងទ្វារ home ផ្ទះbed bedroom ក្រេដេក landlord ម្ចាស់ផ្ទះ tenant អ្នកជួលផ្ទះ money លុយ housing លុយ practical ដែលស្ទាត់ជំនាញដែលអនុវត្ត general ទូទៅ family គ្រួសារ mobile home trailer home trailer home trailer house ឬផ្ទះtrailer home ផ្ទះ trailer មានន័យថា trailer house ផ្ទះដែលផ្ទះ trailer ដូចថាtrailer ឡានធំមួយគេធ្វើជាផ្ទះគេអាចមូលតាបានទាំង security available មាន security Sunday sock អូខេ Sunday sock មាន experience បទពិសោធន៍ the manager គឺ manager អូខេ the living room កន្លែងទទួលភ្ញៀវអូខេ control គឺយើងគ្រប់គ្រង control គ្រប់គ្រងcontrol យើងគ្រប់គ្រងយើងណា control garage design សម្រាប់ចិត្ត
comprehension comprehension ការយល់ដឹង your opinion ការឲ្យចង់មួយដេកអូខេ earthquake យើងធ្លាប់ជួបពាក្យហ្នឹង living room earthquake earthquake apartment tornado ស្អីគេ tornado អូខេចូលបើកមើលវចនានុក្រមខ្លួនឯងភ្លេចដែរពាក្យហ្នឹង tornado អូខេតទៀត type of housing អូខេ type of housing នៅច្រើនអត់ចិត្តចាប់អូខេមកចាប់មកអូខេប្រភេទផ្ទះអូខេប្រភេទផ្ទះ mobile home are cheaper than house but they are not as strong as most house នេះអានឹងគេហៅ mobile home ផ្ទះដែលអាចmove បានអាច move តំណាតំណីបានផ្ទះចល័តអូខេផ្ទះចល័តគឺវាថោកជាងផ្ទះយើងធម្មតាក៏ប៉ុន្តែthey are not as strong ក៏ប៉ុន្តែផ្ទះទាំងហ្នឹងវាអត់រឹងមាំដូចជាផ្ទះធម្មតាទេអូខេយើងមើលមកនេះ how is general term for place people live ពាក្យថា how ជាកន្លែងដែលគេរស់នៅthe house is general term of where you live there are many type of house មានប្រភេទផ្ទះជាច្រើន some people live in mobile home ឬក៏ house trailer ស្មើគ្នាណា house trailer mobile home many people live in apartment many people live in apartment some people live in a condominium ឬក៏ condo many condo ហ្នឹងគឺផ្ទះនិយាយចំផ្ទះជួលមានតុបហ្នឹង condo many people live in house many people live in house មនុស្សជាច្រើនរស់នៅក្នុងសង្គមមួយច្រឡំមនុស្សជាច្រើនរស់នៅក្នុងផ្ទះ sorry mobile home are quite inexpensive ហើយគេថាផ្ទះចល័តហ្នឹងគឺថោកអូខេផ្ទះចល័តហ្នឹងគឺថោក you can make a mobile home with you when you move អូខេអ្នកអាចធ្វើអ្នកអាចយក mobile home ហ្នឹងណានៅពេលយើងអាចចល័តដល់ផ្ទះហ្នឹងទៅណានៅពេលដែលយើងចង់ move ទៅលេងផ្សេង mobile home is not very safe គឺមិនមែនសុវត្ថិភាពប្រហែលទេ in earthquake tornado and light wind light wind they often collapse tornado tornado ចឹងគេថា earthquake ការរំជួយដី tornado ដូចថាtornado ហ្នឹងមានន័យថាខ្យល់ណាគេហៅថា tsunami នេះខ្យល់ព្យុះ tornado ហ្នឹងគឺថាខ្យល់ព្យុះហើយ high wind high wind ហើយនឹងខ្យល់ខ្លាំងខ្យល់ព្យុះហើយនឹងខ្យល់បកប្រែខ្លួនឯង tornado ហើយនឹង high wind អូខេឥឡូវចិត្តចាប់ហើយយើង collapse នេះ collapse អូខេ there are many kind of apartment មានប្រភេទ apartment ក៏ច្រើនដែរ people with the least money often live in the public housing apartment ជាញឹកញយគេថាមនុស្ស with the least អ្នកមនុស្សដែលជួលផ្ទះហ្នឹងណាleast money ណា the least money មនុស្សជួលផ្ទះហ្នឹងគេថាជាញឹកញយបានរស់នៅក្នុង apartment ជាសាធារណៈ the rent is control ការជួលហ្នឹងត្រូវបានគេគ្រប់គ្រងលើ the government have to control and pay for the rent in public រដ្ឋាភិបាលដែលហៅរដ្ឋាភិបាលហ្នឹងត្រូវតែជួយរដ្ឋាភិបាលគឺត្រូវតែជួយគ្រប់គ្រងត្រូវតែជួយគ្រប់គ្រងហើយ pay rent
ជាសម្រាប់ជាផ្ទះសាធារណៈផងដែរ condominium are about the same size as apartment condominium គឺវាប្រហែលជា apartment ដែរក៏ប៉ុន្តែ but they are own ក៏ប៉ុន្តែគេថាពួកគេនឹងមានកម្មសិទ្ធិ not rent គេថាគឺគេទិញតែខ្លួនឯងគេហៅថា condo ណា condo ហៅថា condo យើងទិញតែខ្លួនយើងតែម្ដងគេហៅ condo ម្នាក់អូខេវាខុសពី okay some condo are very expensive ខុសពី apartment ណា apartment គេថាគេជួលតែម្ដងដល់ពេល condo ហ្នឹងគឺយើងទិញអូខេ often they have to go up to gauge អូខេជាញឹកញយពួកគេមានសន្តិសុខអូខេគាត់ហ្នឹងគឺអ្នកយាមឬក៏ a gauge អូខេ a gauge to keep ឬក៏អ្នកមើលអ្នកឃ្លាំមើល a gauge to keep អ្នកឃ្លាំមើល to keep the people safe and to keep sell people out okay sure okay there are many kind of house some house are very expensive house come in many color size ណាអូខេត្រួតពិនិត្យនៃការយល់ដឹងអូខេឥឡូវយើងបកប្រែទៅត apartment building ផ្ទះអគារជួលអូខេឥឡូវមាន apartment building មាន floor plan មាន house មានអីចាប់ហើយ bedroom house ស្អីហ្នឹងគ្មានអីទេអូខេ that's it ចាំបញ្ចប់បកប្រែពាក្យប៉ុន្មាននេះ okay write the correct word in the spec អូខេចូលឲ្យសេពាក្យទៅត្រូវអូខេ the basement ផ្ទះលេខចន្ទក្រោមគេអស់ the roof the bowl window window មេម៉ាយអូខេ fan fan ចង្ក្រានមេម៉ាយfan លបងអូខេ fan លបង gauge ទ្វារលបងណាអូខេ gauge អូខេ and window បង្អួចអូខេ for sale sign ស្លាកសញ្ញាដាក់លក់ស្លាកសញ្ញាដាក់ជួលអូខេអត់មានអីទៀតទេ for housing អូខេចប់តែប៉ុណ្្នឹងបាទអូខេអញ្ចឹងមេរៀនទី4សន្មតចប់អូខេចាប់ដោយសង្ខេបអូខេ